របៀបចាក់មានពីរពេលរបៀបចាក់សំណាញ់មានពីរយ៉ាងទី1អានេះរបៀបទី1ចាំខ្ញុំប្រាប់នេះចាក់មួយចេះមកពាក់នេះមួយចេះពាក់ចេះនេះឃើញអត់ហើយយើងចលិចមេដៃចំកន្លែងនេះមកវត្តអានេះចំយើងចំឆ្នុនយើងមកខាងនេះមកលើមេដៃនេះបន្តិចមកនេះឃើញអត់លើនេះបន្តិចចាក់មកជុំចេះចាក់ហើយចាក់កន្លះជុំមួយទៀតមកអានឹងរបៀបចាក់មេដៃឃើញអត់បាននេះរបៀបចាក់មេដៃឃើញអត់ឥឡូវខ្ញុំប្រាប់ពីរបៀបចាក់កូនដៃថាពីនឹងខុសគ្នាមិនខុសគ្នាទេបងប្អូនជាប់ដូចគ្នាបានចាក់កូនដៃចាក់លឿនជាងនេះចាក់កូនដៃចាក់កូនដៃអាចចង្អុលនេះត្រូវទុកបាក់ក្រោយនេះជាប់នេះអាក្រោយនេះដៃជាប់ចាំមើលម្ដងទៀតណាហើយអាខ្សែនេះយើងសូកអាប្រឡោះនេះចង្អុលនេះសូកខ្សែចេះហើយយើងចាប់ចេះពីដៃចាប់ចេះកូនដៃចេះមកគៀបអាខ្សែនេះតិចមកចេះមកគៀបចេះមកហើយយើងនេះតានេះពីក្រោយចេះមកចេះហើយមកមុខចេះចាក់បញ្ចូលអានេះចូលទៅក្នុងចេះហើយតាក់អាលើនេះមកឃើញទេបានហើយនេះអាក្រោយនេះចលិចអានេះឲ្យចំអាក្បាលរុយនេះមកទាញវាតិចមកជាប់នេះចាក់កូនដៃមានតែប៉ុណ្្នឹងវីដេអូ